Been about time that we're going away. Been about time it's a whole nother day. Đi chứ nó ấu nó mấy bàn đa à. Này nè anh biết anh đây có ba đây thiệp ở bàn số ba nè. Bà. Anh công khơi câu anh sao ta thấy anh chồng mẹ nghĩ anh thiệp ơi hả anh. Này bà tha anh chết anh con bao anh nó con anh nè đó. Bật thơ. Ê mày nung món này anh làm dân. Món này ông nghe anh lô với này. Món này anh xù. Anh bà rùm chương ơi bà rùm chương oa. Món này mà chờ. Ông niềng ai mình ơi anh lô pa. Phần tay anh xóm vó. Anh ót miền lắng thì. Ót thì. Ông ót này thao ót lắm tê anh mau. Ông bây giờ chắc mà cồn chẳng. Không tờ rộng nữa ảnh tía. Tam bất em nữa thì đi thế. Bất bên hào. Lúc mà chắc trong con bắt lúc mà chắc. Nó có cả xã hơi. Trong không rồi mà đọc tía còn tay nấp sang hai mà đọc thì đi. Hai ấy coi chua thả shop đọc thì đi. Cứ ai đặt thuộc ai hai mà tí. Lúc mà chắc trong sông tu. Trong mặt cô này. Thôi oi rầm khan đâm nào lúc mà chắc mà đọc tin đi tê. ប៉ុន្តែពេលនេះប្រពន្ធរបស់ខ្ញុំអត់នៅផ្ទះទេប្រពន្ធនិងកូនរបស់ខ្ញុំទៅលក់នំឯកូនតូចរបស់ខ្ញុំនេះនៅបីទៅតឹងនៅឡើយទេបើយ៉ាងទៀតខ្ញុំមកមើលដំណាំពូជរបស់ខ្ញុំអញ្ចឹងហើយបានចុះខ្ញុំយកកូនរបស់ខ្ញុំមកជាមួយនៅទីនេះអញ្ចឹងមិនន័យថាពេលនេះលោកម្ចាស់មកទេប្រាក់បំរុងទៀតហើយមែនទេមិនមែនហើយខ្ញុំសួរថាអាចបានឬក៏មិនបានហើយនេះលោកម្ចាស់ដោយលោកម្ចាស់ដឹងស្រាប់ហើយថារាល់ថ្ងៃគ្រួសាររបស់ខ្ញុំកំពុងតែខ្វះខាតណាស់អរិយឯប្រាក់កម្រៃបន្តិចបន្តួចបានអំពីប្រពន្ធរបស់ខ្ញុំលក់នំនឹងដោះស្រាយជីវភាពរាល់ថ្ងៃស្ទើរតែពុំគ្រប់ផងលោកម្ចាស់អរិយឯផលដំណាំរបស់ខ្ញុំនេះគ្រោះធម្មជាតិមិនអំណោយផលទេលោកម្ចាស់ជួនក៏មានទឹកជំនន់ជួនក៏រាំងស្ងួតដូច្នេះឲ្យផលដំណាំរបស់ខ្ញុំក៏អត់បានផលល្អដែរដូច្នេះពេលនេះសូមលោកម្ចាស់មេត្តាអធិស្ឋានឲ្យខ្ញុំម្ដងទៀតចុះខ្ញុំអត់ទាន់មានប្រាក់សូមលោកម្ចាស់ទេចាំអីថាឯងអត់បានខ្ញុំទៅចឹងអត់ទេជំពាក់ដល់លោកម្ចាស់មិនមែនថាខ្ញុំមិនសងទេប៉ុន្តែពេលនេះខ្ញុំអត់ទាន់មានលោកម្ចាស់ហើយដែលស្ដៅភ្លើងចេះតែលួចប្រាក់ដែលខ្ញុំទឹកចៃលោកម្ចាស់អត់បានបច្ច័យវីអីទេលោកម្ចាស់កូនក៏ឈឺគ្រួសារក៏ខ្វះខាតហើយក៏មិនដឹងថាប្រកបរបរអ្វីដើម្បីឲ្យបានប្រាក់កម្រៃដោះស្រាយជីវភាពនិងដើម្បីសងលោកម្ចាស់ទេតែពេលនេះខ្ញុំសូមសន្យាពេលដែលប្រពន្ធខ្ញុំមកពីលក់នំវិញបានប្រាក់ខ្ញុំយកប្រាក់ទៅសងលោកម្ចាស់ហើយប្រពន្ធឯងមកយកប្រាក់ទៅសងអញចឹងបាទតែពេលនេះលោកម្ចាស់បញ្ជាពេលឲ្យខ្ញុំទៅទៀតទៅអត់មានទេប៉ុន្តែខ្ញុំលោកម្ចាស់
បានច្រឡំម្ចាស់ធ្វើបែបនេះផ្នែកខ្ញុំចង់នឹងម៉ែជើប៉ានដល់ណាអូនមកវិញមកប្រពន្ធសំឡាញ់អូយផ្នែកខ្ញុំមើលឡើងឃើញអស់ហើយកែវផ្នែកយ៉ាតែធ្លាប់មេសំឡឹងលោកម្ចាស់អីលើងងឹតណែឈឹងមើលអ្វីក៏មិនឃើញកុំយកកូនកុំយកលោកម្ចាស់អត់ទៅតាមឡើយអស់ណាស់ហើយតែធ្លាប់វាសំឡឹងបើបាច់មកអីលើងងឹតណែឈឹងមើលពុំមែនឃើញអ្វីអោប្រពន្ធណែសំឡាញ់រួមទាំងកូនស្រីតទៅទីបងអ្វីបើប្តីខ្វក់ភ្នែកហើយម៉ែខ្ញុំឈឺណាស់លោកតាអើយអត់អីក៏លោកដាច់ផងមិនតាមឡើយលោកអត់ចូលដល់អ្នកទីនោះក្រតូចទៀតទេរាល់ថ្ងៃសំបីតែកែផ្នែកនៅសម្លឹងឃើញខ្ញុំស្ទើរតែធ្វើការឲ្យជួយប្រពន្ធកូនមិនកើតចូលតម្រាំពេលនេះផ្នែករបស់ខ្ញុំមើលឡើងឃើញម៉ែកំពីអីម្លេះម៉ែកំពីអីម្លេះចោះពេលនេះកូនខ្ញុំចាំបាច់ទៅឲ្យកូនកុំយកកូនផ្នែកពុកក្បាលបងតកូនម៉ែក្រៀបពុកជួយបងកុំឲ្យនិយាយអីបងណាជួយប្តីខ្ញុំផងខ្ញុំឈ្មោះណាគ្រីសែនសប្បាយចិត្តអីម្លេះទេពេលដែលខ្ញុំបានទៅនៅទីក្រុងជីវភាពគ្រួសារធូរធារពេលនេះត្រឡប់មក
ទីក្រុងនិយាយលាក់បាក់អីជីវភាពគ្រួសារក៏បាត់ទៅធាខ្ញុំមានការងារធ្វើហើយឪពុកម្ដាយរបស់ខ្ញុំក៏ជាអ្នកមានមុខមាត់អ្នកចំនួនធំថ្ងៃនេះគាត់ឲ្យខ្ញុំនេះមកសួរសុខទុក្ខអ៊ំប្រុសរបស់ខ្ញុំដែលមានជំងឺនៅឯស្រែតែមកដល់ទីនេះណាវង្វេងវង្វាន់អស់រលីងទៅហើយម្ដងជាសួរអ្នកណារកអ្នកណាក៏មិនឃើញដែរនេះហើយបើអត់មានអ្នកណាដើរឆ្លងកាត់ទីនេះចង់សួរទៅផ្ទះអ៊ំនឹងណាមិនដឹងជាផ្លូវណាផ្លូវណីអីទេហើយវែងវង្វាន់អស់លីងហើយក្មេងពេលគោក៏អត់ឃើញអញអ្នកណាគេអូផាត់មែនទេស្លាញ់ស្លាញ់ឯងពិតមែនលោកអើយណាគ្រីយ៉ាងម៉េចហ៎ឯងយ៉ាងណាខ្ញុំឃើញឯងស្ទើរតែសន្លប់ហើយនេះយ៉ាងម៉េចខ្ញុំស្អាតទេយ៉ាងម៉េចតាមស្អាតព្រោះចុះឯងរស់ស៊ីអីមិនក៏មានម្លឹងណាគ្រីអើយអូខ្ញុំមានណាចាអូខ្ញុំប្រាប់ឯងទៅចោលរងថ្ងៃខ្ញុំធ្វើការហើយឪពុកម្ដាយរបស់ខ្ញុំជាអ្នកជំនួញនៅឯទីក្រុងអ្នកណាក៏ស្គាល់ណាគ្រីដែរឪពុកម្ដាយរបស់ឯងជាអ្នកជំនួញឲ្យមើលតែឯងដល់តាមមើលអត់ស្គាល់សមអញ្ចឹងឯងគ្នាទៅនៅក្រុងវាស្អាតចឹងហើយវាខុសប្លែកពីអ្នកស្រែណាចាទៅមិនប្រហែលសោះឯងប្លែកមើលមិនស្គាល់ទាំងសាច់ឈាមអូទៅនៅក្រុងប្លែកចឹងហើយចាចាឯងវិញដល់តាមរងថ្ងៃមានប្តីស្អីណាណាមានកូនរហូតដល់តែ2នាក់កូន2ហើយចាប្រុសឬស្រីទៅស្រីទាំង2ហ្នឹងស្រីទាំង2ហ៎ចាកូនច្បងអាយុប្រហែលហ្នឹង8ឆ្នាំហើយតែចេះណាស់ណាគ្រីអើយបើឯងឃើញគួរឲ្យស្រឡាញ់ចឹងហ៎ចាអូចេះសម្ដីកាត់បរមម៉ាយវាហ្នឹងហើយឯងប្រកែសម្ដីចំណែកកូនប្អូននៅបើដោះនៅឡើយទេឯងបើប្តីស្អាតទេប្តីមានឯក្រទៅហ្នឹងបើគ្នានិយាយឯងកុំសើចអត់សើចអីវិញមានអីត្រូវសើចប្តីរបស់ខ្ញុំគឺម្ចាស់ផ្ទះដែលខ្ញុំទៅនៅជាមួយគាត់ហ្នឹងហើយអូយើងទៅនៅផ្ទះគេស្រឡាញ់គេហ្មងហ៎ចាប៉ុន្តែម្ដាយរបស់គាត់ជាអ្នកប្រកាន់វណ្ណៈបើសិនជាកូនគាត់នឹងមកស្រឡាញ់ខ្ញុំគាត់កាត់កាល់ហើយលោកសុកចិត្តឲ្យម្ដាយកាត់កាល់សុកចិត្តមកតាមខ្ញុំអូតែកូនដែលយើងទៅនៅជាមួយនឹងគេអ្នកមានហ៎ចាដល់ពេលកូនគេស្រឡាញ់យើងគេម្ដាយយើងក៏កាត់កាល់ចាតែកាត់កាល់យើងរត់តាមគ្នាទៅបារម្ភអីចាហើយគេក៏ចុះតាមយើងមកចុះនិយាយអញ្ចឹងឯងមានកូនចៅប្រហែលហើយកូនចៅរបស់យើងឯងមនុស្សនៅកំងមិនតមានប្តីណាអូឯងអត់ទាន់មានប្តីទេវានិយាយតាមត្រង់មនុស្សវាអត់ណែឯងមានម្លឹងមានកេចូលស្ដីឬក៏អត់មានកេចូលស្ដីទេទើបឯងមិនទាន់យកអត់ទេកេចូលកកតាតែមិនទាន់ឲ្យព្រោះអត់ទាន់បានគ្រប់ការអូនេះវ័យឯងនឹងមិនទាន់គ្រប់ការគ្នាសួរត្រង់រងឯងអាយុប្រហែលរងឯង44ហើយអញ44ហើយមិនទាន់គ្រប់ការទៀតតើតែអាយុប្រហែលទៅគ្រប់ការម៉ែប្រកាស4គាត់ទៅ55អីបានណាតែគ្នាយូរហើយឯងនៅតែដដែលអ្នកការទុកប៉ុណ្ណាឲ្យតែមកជួបឯងនឹងក៏ត្រូវតែរសាយទុកប៉ុន្តែគ្នាវិញពិបាកណាស់ណាគ្រាចំពាក់លុយសេដ្ឋីច្រើននៅពេលដែលខ្ញុំនឹងកូនស្រីច្បងទៅលក់នំប្តីខ្ញុំនៅមើលកូនតូចនៅផ្ទះលោកសេដ្ឋីមកទាលុយយើងអត់មានលុយឲ្យក៏វាយប្តីខ្ញុំមិនដឹងជាច្រើនទៅគាត់ទៅចុងនឹងមេឈើយ៉ាងម៉េចទេឥឡូវឈាមហូរពីភ្នែកទាំងសងខាងខ្លាចតែប្តីខ្ញុំងឹតភ្នែកទេចាឯងមានបានយកប្តីទៅជាបាលហើយណាភ្នែកផងណាសម្លាញ់ចូលទៅមើលឯណាបើយើងអត់មានមកកាក់ម៉ាសែនបែបនេះជំពាក់គេចុំចិត្តងាប់ហើយស្ដាប់ឯងនិយាយខ្ញុំមិនដឹងណានេះគួរឲ្យជួយដែរប៉ុន្តែធ្វើម៉េចខ្ញុំដាក់លុយមកសម្រាប់ជួយហើយរឿងមានប្រាក់នេះខ្ញុំអត់រកខ្លាចខាតណាអរគុណឯងហើយបើសិនជាឯងគ្មានទីពឹងបែបហ្នឹងណាខ្ញុំមានរឿងមួយចង់ប្រាប់ឯងមានរឿងអីទៅឯងទៅធ្វើការងារជាមួយខ្ញុំទៅនៅលោកម្ចាស់របស់ខ្ញុំគាត់ត្រូវការរកអ្នកដាំបាយម្នាក់ហើយបើសិនជាឯងទៅធ្វើការនៅទីនោះណាប្រាក់ខែបើគឹមមួយខែបាន20ខែប៉ុណ្ណាដែរណាសម្លាញ់មែនទេគ្រាន់តែជាអ្នកដាំបាយណាគាត់ត្រូវការមួយខែបាន20ខែប៉ុណ្ណាបើឯងព្រមទៅខ្ញុំសុំគាត់បើកប្រាក់ខែឲ្យឯង2ខែមុនតែម្ដងអូណាគ្រីខ្ញុំសំពះអរគុណឯងខ្ញុំប្រកាសជាទៅឯងទៅហ៎ប៉ុន្តែនៅទីនោះអ្នកដែលមានកូនតូចគេយកដែរឬអត់រឿងកូនតូចកូនតាច់អត់យកទេគេយកតែខ្លួនតែម្ដងចឹងគ្នាទៅមិនកើតទេខំតែត្រេកអរតាមការពិតនឹងខ្ញុំនៅកូនតូចនៅបៅដោះនៅឡើយឯងគិតតែចោះណាសម្លាញ់ណែក្រែកូនច្បងឯង8ឆ្នាំហើយតែវាអាចមើលប្អូនបានហើយណាហើយតាមចិត្តចោះបើសិនជាឯងចង់ទៅធ្វើការជាមួយខ្ញុំណាម៉ោង3ទៀបភ្លឺខ្ញុំឡើងត្រឡប់ទៅវិញហើយព្រោះខ្ញុំធ្វើការជាមួយលោកម្ចាស់ម៉ោង3យប់ហ្នឹងខ្ញុំឡើងត្រឡប់ទៅវិញហើយនិយាយចឹងខ្ញុំមកនេះមកសួររកផ្ទះអ៊ំសុំខ្ញុំឥឡូវហ្នឹងខ្ញុំភ្លេចផ្លូវអស់ហើយម្ដងទៀតទៅយ៉ាងណាផ្ទះអ៊ំសុំមកទៅតាមផ្លូវណាអត់ទេអ៊ំរបស់ឯងឥឡូវកំពុងតែវេទនាគាត់ផ្ទះរបស់គាត់នៅដដែលទេណាគ្រីអត់ដូរទេដដែលហើយចាសុំគាត់ជឿធ្ងន់ណាស់ទៅពុកម៉ែឲ្យ
ឯងមិនមើលនេះទៅតាមផ្លូវហ្នឹងឃើញទេអាផ្លូវហ្នឹងហើយតាមផ្លូវហ្នឹងយើងផុតបន្តិចទៅនៅខាងនោះមានគុំរស័យស្រុកណាអូអាដើមអាស្លឹកវាស្មុកស្មាញគេហៅស្អីស្រុកអីអូយចុះឯងឆាប់ផ្លិចម្លេះទេទៅនៅក្រុងតែប្រហែលផ្លែស្អីស្រុកអស់លីងហីហ្នឹងហើយរស័យស្រុកអូហ្នឹងដើមស្អីស្រុកហ្នឹងហើយដល់រស័យស្រុកទៅឯងឃើញទេបាត់មកស្ដាំទៅឃើញដើមដងពីរដើមហ្នឹងឃើញទេអូអាធ្លាក់ធៀងមកសញ្ញាហ្នឹងគេហៅដើមដងហីអូយណាគ្រីចង្រៃយកទៅនៅក្រុងប្រហែលក៏ផ្លេចដើមដងអស់លីងហីហ្នឹងហើយដើមដងចាអូអាចាផ្លូវយើងដើរនេះគេហៅស្អីគេហ្នឹងរៀងប្របាក់ដើរណាព្រែកតាមភ្លឺស្រែយើងហ្នឹងអូអាទួលហ្នឹងភ្លឺហ៎ចាអូភ្លេចភ្លឺស្រែអស់លីងហីឯងចេះតែនិយាយអបាច់ចាគ្រីអត់អូយជួយអូយសត្វស្អីគេខំដែរឬក៏អត់នេះអូយណាគ្រីអើយលោកព្រលឹងខ្ញុំស្លាប់ហើយសត្វអីគេខ្លាចណាស់លោកអើយខ្លាចណាស់ចុះក៏ឯងឆាប់ភ្លេចម្លេះសត្វចន្លេនធ្លាប់ធ្វើស្រែជាមួយគ្នា3កណ្ដាប់ស្ទូងចន្លេនវាកាត់ដៃឥឡូវមកស្រែកម្លឹងអូស្មាក្បាលស្មាកតុយហ្នឹងគេហៅចន្លេនហីចាចង្រៃយកទៅនៅក្រុងប្រមាណភ្លេចចន្លេនអស់លីងវិញចឹងអរគុណណាស់ចាខ្ញុំទៅវិញមក3ចិត្តភ្លឺណាស់ចម្លើយទៅវិញហើយសម្លាញ់អរគុណណាតែយល់អណាប្រយ័ត្នតែពីការគួរតែធ្វើការយកប្រាក់នោះទៅណាក៏ទៅជីវិតមនុស្សយើងណោះគួរឲ្យអំណោយអធមណាប៉ុន្តែឯងចង់ជួយណាបើលុយដាក់មកសម្រាប់ទៅសហុយហ្នឹងហើយមាសឥឡូវវាចោះថោកទេបើលក់ទៅខាតលីឲ្យទៅសម្លាញ់ណាអូយស្រាប់ហើយហើយចុះក៏ភក់ជ្រំមិនម្លេះទេនេះធ្លាប់ដើរនៅក្រុងសនុកដើរ